សូមជម្រាបសួរពុកម៉ែបងប្អូនជនរួមជាតិខ្មែរនៅក្នុងប្រទេសស្វីសដូចជាប្រទេសនានានៅក្បែរស្វីសក្នុងនាមខ្ញុំកាលណាខ្ញុំបាទសូមអញ្ជើញបងប្អូនជនរួមជាតិខ្មែរទាំងអស់ទាំងនៅក្នុងប្រទេសស្វីសក៏ដូចជានៅក្បែរប្រទេសស្វីសមានបារាំងអាល្លឺម៉ង់អ៊ីតាលីមកចូលរួមក្នុងកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនៅក្នុងវត្តស្វីសខេមរារាមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី19ខែមេសាឆ្នាំ2025ពោលថ្ងៃសៅរ៍ណាទី19ខែមេសាឆ្នាំ2025ត្រូវថ្ងៃ7រោចណាដូចជា7រោចអញ្ចឹងណា7រោចខែចែកព្រោះឆ្នាំរោងព្រោះឆស័កពុទ្ធសករាជ2525ច្រើនពោបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាទីអារាមវត្តស្វីសខេមរារាមប្រទេសស្វីសដែលស្ថិតនៅភូមិពេរីក្រុងប៊ីលក្រុងប៊យ៉ែនខេត្តបេនប្រទេសស្វីសសូមចរានពោអញ្ជើញញាតិញោមពុទ្ធបរិស័ទបងប្អូនជនរួមជាតិញោមញាតិទាំងនៅក្នុងប្រទេសស្វីសនៅក្រៅប្រទេសស្វីសនានាចូលរួមឲ្យបានច្រើនកកត្រេកអរអនុមោទនាក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរឆ្នាំម្សាញ់ណាស័កស័កពុទ្ធសករាជ2569នឹងជួនដំណឹងចំពោះបងប្អូនជនរួមជាតិដែលមានបំណងមកប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងដែលនឹងប្រារព្ធធ្វើសម្រាប់វត្តស្វីសខេមរារាមនៅភូមិពារីឃុំពារីក្រុងប៊ីរតនីបែននៃសហព័ន្ធប្រទេសស្វីសគឺទីតាំងដែលយើងប្រារព្ធធ្វើកម្មវិធីបុណ្យចូលឆ្នាំនោះគឺនៅសាលឃុំពារីនឹងបងប្អូនដូចយើងធ្វើរៀងរាល់ឆ្នាំអញ្ចឹងហើយក្នុងនោះផងដែរកម្មវិធីនេះគឺប្រារព្ធទៅថ្ងៃសៅរ៍ទី19ខែមេសាឆ្នាំ2025ដែលគិតទៅត្រូវនឹងខែចែកគឺយើងពេលព្រឹកយើងចាប់ផ្ដើមតាំងពីវេលាពេលព្រឹកបងប្អូនពិសេសនៅក្នុងពេរីនៅក្នុងឃុំនេះនៅក្នុងប្រទេសស្វីសយើងដឹងហើយគឺចាប់ប្រារព្ធធ្វើកម្មវិធីចាប់ពីម៉ោង8ទៅរហូតដល់ពេលថ្ងៃត្រង់ក្នុងកម្មវិធីហ្នឹងពេលព្រឹកមានជួបជុំបងប្អូនចូលរួមជាតិខ្មែរមកពីគ្រប់បណ្ដាទិសទីហើយក៏មានធ្វើបទនមស្ការបរតនត្រ័យហើយនឹងញាតិញោមពុទ្ធបរិស័ទជើញមកក៏មានប្រគេនមានតេយ្យទានផ្សេងមានដូចជាចង្ហាន់បណ្ឌបាតភេសជ្ជៈទឹកសុទ្ធអីជាដើមហើយនឹងបច្ច័យទាំងឡាយ4សម្រាប់ចូលក្នុងកម្មវិធីបុណ្យមានកន្លែងសម្រាប់អាចារ្យទទួលកម្មវិធីបុណ្យនឹងមានទទួលបច្ច័យហើយប្រសងទទួលចង្ហាន់បណ្ឌបាតហើយញាតិញោមពុទ្ធបរិស័ទមានសទ្ធាប្រគេនបច្ច័យប្រសងក៏ក្នុងនោះក៏អាចប្រគេនបច្ច័យ4ដល់ប្រសងដែលមកចូលរួមកម្មវិធីបុណ្យនោះផងដែរពោច្រើនពោញាតិញោមអញ្ចឹងកម្មវិធីគឺដូចសពដងអញ្ចឹងគឺពេលព្រឹកពេលថ្ងៃត្រង់ហ្នឹងគឺប្រគេនចង្ហាន់ប្រសងប៉ុន្តែពិធីហ្នឹងគឺសំខាន់បំផុតគឺរាប់បាតព្រោះរាប់បាតដាក់បាតគឺនិមន្តប្រសងគោចរបនិបាតដោយមានប្រសងទាំងប្រសងគង់នៅវត្តស្វីសខេមរារាមនៅក្នុងប្រទេសស្វីសហើយនឹងប្រសងនិមន្តមកជាអគ្គន្តកៈដូចជាមកពីប្រទេសកម្ពុជាជាដើមអញ្ចឹងសូមញាតិញោមត្រៀមណានៅបរិក្ខារម្ហូបអាហារផ្កាភ្ញីណាឬក៏ជាបច្ច័យ4ដើម្បីបាំងសកលទិសជូនដល់បុព្វការីជនទាំងឡាយមានមេត្តាបិតាគ្រូឧបជាយាចាញាតិកាទាំង7សន្តានដែលបានចែកឋានរំលែកខណ្ឌទៅកាន់បរិលោកខាងមុខដើម្បីឲ្យរួចចាក់ទុកចាក់ទោសចាក់កម្មពាវរាទាំងឡាយទាំងពួងនិងដើម្បីឲ្យបានសុខសួស្តីសិរីមង្គលណាវិបុលសុខគ្រប់ប្រការក្នុងឱកាសឆ្នាំថ្មី
ប្រពៃណីជាតិរបស់ខ្មែរយើងគឺឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569 ចឹងបនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅវត្តស្វេខេមរារាមនឹងរៀបចំនៅថ្ងៃសៅរ៍ទី19ខែមេសាឆ្នាំ2025នៅអាស័យដ្ឋានគឺនៅមុខវត្តក្នុងភូមិពេរីសាលកៃឡាសាលសាឡារេនណារុយដុល្លារកាសរុយដុយ connect this say អាវ៉ាំងស៊ីសរោធัวពេរីសូមជើញញាតិញោមគ្រប់ទិសទីមកអនុមោទនាពិធីបុណ្យនេះឲ្យបានច្រើនកកត្រេកអរអនុមោទនាជ្រះថ្លាក្នុងបុណ្យកុសលគឺទានសិលភាវនាសូមអនុមោទនាកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនៅក្នុងប្រទេសស្វីសបន្ទាប់ពីប្រសង់ញាតិញោមពុទ្ធបរិស័ទបានវេចង្ហាន់ប្រគេនប្រសង់នៅពេលព្រឹកចប់សពគ្រប់ហើយយើងពិសាអាហារលក្ខណៈជា buffet សាមគ្គីគ្នានៅក្នុងពេលព្រឹកនោះចប់គឺនៅពេលរសៀលបងប្អូនជនរួមជាតិគឺសូមបងប្អូនជនរួមជាតិក្រោយពីផ្សារអាហារហើយសូមនៅកុំអញ្ជើញទៅផ្ទះឬក៏ទៅចាក់ចេញពីកន្លែងកម្មវិធីបុណ្យដោយសារមានកម្មវិធីជាច្រើនទៀតដូចជាពេលរសៀលចាប់ពីម៉ោង2ឡើងទៅគឺយើងមានកម្មវិធីរបាំមានកម្មវិធីរបាំជូនពរមានកម្មវិធីដង្ហែលក្ខណៈជាប្រពៃណីខ្មែរយើងក៏ដូចជាមានពូនភ្នំខ្សាច់មានកម្មវិធីលេងបោះអង្គុយលេងអីនៅនឹងក៏មានចោលព្រាត់ចោលឈូងអីចឹងទៅបើសិនយើងមានកម្មវិធីនឹងតប៉ុន្តែសំខាន់គឺបងប្អូនជនរួមជាតិពេលដែលរសៀលហ្នឹងគឺមានហែលក្ខណៈជាប្រពៃណីខ្មែរយើងផ្សំគុំជាមួយនឹងរបាំជូនពររបាំបាច់ការសូមបងប្អូនជនរួមជាតិក៏នៅចូលរួមឲ្យបានចប់ក្នុងពេលនោះផងដែរបាទអញ្ចឹងសូមអនុមោទនាញាតិញោមគ្រប់គ្នាទាំងនៅប្រទេសស្វីសឬក៏អ្នកនៅក្រៅប្រទេសស្វីសដូចជាបារាំងអាល្លឺម៉ង់អូទ្រីសឬក៏អ៊ីតាលីណាប្រទេសគ្រប់ទិសទីដែលនៅជិតតំបន់ប្រទេសស្វីសសូមអញ្ជើញញាតិញោមមកចូលរួមអនុមោទនាជ្រះថ្លាក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅវត្តស្វីសខេមរារាមប្រទេសស្វីសដែលនឹងប្រារព្ធធ្វើកម្មវិធីនេះគឺជាផ្លូវការនៅថ្ងៃសៅរ៍នៅទី19ខែមេសាឆ្នាំ2025អញ្ចឹងពេលព្រឹកកម្មវិធីកិច្ចសាសនាហើយពេលរសៀលគឺមានពិធីដង្ហែណាទេវតាឆ្នាំថ្មីមានសម្លេងបំពាក់ជាប្រពៃណីខ្មែរមានលេងល្បែងរបាំប្រជាប្រិយបោះអង្គុញចោលឈូងទាញព្រាត់អីចឹងទៅហើយក៏មានពិធីពូនភ្នំខ្សាច់ពិធីពូនភ្នំខ្សាច់ពិធីស្រង់ព្រាដើម្បីជំរះនៅអពមង្គលជំរះនៅសេចក្តីទុកណាចង្រៃឧបទ្រពផ្សេងក្នុងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីសូមឲ្យមានតែសេរីសុស្ដីជាយមង្គលមានដល់យើងណាដល់គ្រួសារដល់សហគមន៍ដល់វត្តអារាមឬក៏ដល់ប្រទេសជាតិអញ្ចឹងសូមញោមញាតអញ្ជើញណាមកកំបីអខានព្រោះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺមួយឆ្នាំយើងជួបជុំគ្នាណានាតាមវត្តអារាមផ្សេងទាំងនៅក្នុងប្រទេសកម្ពុជានៅក្រៅប្រទេសនានាអញ្ចឹងដោយឡែកយើងនៅប្រទេសស្វីសក៏យើងធ្វើពិធីបុណ្យនេះយ៉ាងអកធឹកក៏ក្រឹកក៏ក្រែងដោយមានទាំងលេងល្បែងរបាំប្រជាប្រិយមានប្រគំតន្ត្រីសិល្បៈបុរាណសម័យសពគ្រប់ប្រការសូមញាតិញោមជ្រះថ្លាអញ្ជើញមកចូលរួមឲ្យបានច្រើនកកកច្រើនពោលនឹងសូមជម្រាបកម្មវិធីបុណ្យនៅពេលល្ងាចបងប្អូនជនរួមជាតិនៅពេលល្ងាចហ្នឹងគឺមានកម្មវិធីតន្ត្រីកំសាន្តពេលល្ងាចក្នុងកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះគឺក្រុមតន្ត្រីមកពីខេត្តមូលូសនៃប្រទេសបារាំងមកច្រៀងហើយនឹងរាំកំសាន្តជូនបងប្អូនជនជាតិដែលបានមកចូលរួមក្នុងកម្មវិធីបុណ្យហើយក៏
ក្នុងនោះផងដែរក៏មានផ្សាយពីវប្បធម៌ខ្មែរយើងដូចជារំជូនពររំបាច់ផ្ការំអីជាមួយគ្នាក្នុងពេលនោះផងដែរមិនតែប៉ុណ្ណោះសូមបងប្អូនជនរួមជាតិអញ្ជើញមកគឺមិនបាច់ចាំមានអាហារមិនបាច់ចាំមានទឹកសុទ្ធមានអីទេឲ្យទៅថាមកដល់ទីនេះគឺមានម្ហូបអាហារដែលគណៈកម្មការបុណ្យបានរៀបចំសម្រាប់ឲ្យបងប្អូនអាចជាវអាចទិញអាចជាវជាម្ហូបអាហារដូចជាមានប្រភេទម្ហូបអាហារជាច្រើនដែលដូចរៀងរាល់ឆ្នាំដែលយើងបានធ្វើនោះគឺមានជាច្រើនមុខដូចជាហើយសូមបងប្អូនមកនោះគឺមិនបាច់ចាំមានបាយមានទឹកសុទ្ធអីក៏បានដែរដោយសារតែក្នុងកម្មវិធីនោះគណៈកម្មការក៏មានលក់ម្ហូបអាហារជាច្រើនប្រភេទនៅក្នុងកម្មវិធីបុណ្យចូលឆ្នាំនោះផងដែរបាទសូមបងប្អូនមកដោយទឹកចិត្តរីករាយហើយក៏មកដើម្បីបំពេញបុណ្យកុសលជូនដល់ទៅបុព្វការីជនរបស់យើងអរគ្នាទាំងពេលព្រឹកហើយនិងពេលល្ងាចនិងពេលរសៀលបាទសូមអរគុណអញ្ចឹងញាតិញោមដឹងហើយបុណ្យចូលឆ្នាំថ្មីណាគឺជាបុណ្យមួយដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទបងប្អូនជនរួមជាតិខ្មែរយើងសម្រាប់វត្តអារាមគ្រួសារណាសហគមន៍ផ្សេងគ្នាដើម្បីយើងថែរក្សាការពារនៅប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ខ្មែរយើងចឹងទេវតាឆ្នាំថ្មីព្រះនាងកូរគៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មនឹងយាងចុះមកផ្លាស់ប្ដូរណាទេវតាឆ្នាំចាស់ចេញហើយផ្លាស់ប្ដូរទេវតាឆ្នាំថ្មីចូលគឺឆ្នាំនេះគឺឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569គ្រិស្តសករាជឆ្នាំ2025នេះគឺទេវតាឆ្នាំថ្មីព្រះនាងកូរគៈទេវីជាបុត្រីនៃកបិលមហាព្រហ្មហើយសម្រាប់នៅប្រទេសកម្ពុជាគឺយើងមានរយៈពេល3ថ្ងៃណាគឺទេវតាឆ្នាំថ្មីនឹងយាងចុះមកគឺក្នុងថ្ងៃច័ន្ទណាទី14ណាទី14ខែមេសាព្រោះហើយវាមានថ្ងៃមហាសង្ក្រាន្តឆ្នាំថ្មីថ្ងៃវិរៈឡើងសាកថ្ងៃវិរៈវណ្ណបតរយៈពេល3ថ្ងៃគឺ14 15 16តែសម្រាប់នៅប្រទេសក្រៅដូចជានៅប្រទេសស្វីសនេះគឺយើងអត់បានធ្វើពិធីបុណ្យចូលឆ្នាំថ្មីជាប់ថ្ងៃដោយនៅប្រទេសកម្ពុជាទេដោយសារតែញាតិញោមជាប់រវល់ធ្វើកិច្ចការងារអញ្ចឹងក៏លើកពេលចូលធ្វើពិធីហ្នឹងចូលឆ្នាំក្រោយនៅប្រទេសកម្ពុជាគឺនៅថ្ងៃ7រោចខែចែកពោឆ្នាំរោងណាឆស័កពុទ្ធសករាជ2568ដែលត្រូវនៅថ្ងៃសៅរ៍ទី19ពោខែមេសាឆ្នាំ2025គឺយើងធ្វើជារៀងរាល់ឆ្នាំគឺជួលសាល់នៅមុខវត្តក្នុងភូមិពេរីណាសូមញាតិញោមគ្រប់ទិសទីមកចូលរួមទាំងកម្មវិធីពេលព្រឹកពិធីកិច្ចសាសនាសំខាន់គឺនិមន្តព្រះសង្ឃគោចរបនិបាតបាំងសកលវេចង្ហាន់នមស្ការសមាទានសិលពេលព្រឹកណាហើយនៅពេលរសៀលគឺមានសម្ដែងប្រធមទេសនាពុំមាននៅការធ្វើពិធីស្រង់ព្រាពូនភ្នំខ្សាច់ដង្ហែទេវតាឆ្នាំថ្មីមានលេងល្បែងល្បាំប្រជាប្រិយហើយពេលយប់គឺដូចបន្តិចបេតបានរៀបរាប់ហើយគឺមានសិល្បៈតន្ត្រីសម័យគឺសិល្បៈតន្ត្រីសម័យតន្ត្រីគ្រូសាព្រោះមកពីខេត្តមូលូសប្រទេសបារាំងហើយក៏មាននៅការសម្ដែងនៅល្បាំប្រជាប្រិយល្បាំជូនពរបាចផ្កាឬក៏មានការបង្ហាញនៅសម្លេងបំពាក្យម៉ូដផ្សេងតាមតែគណៈកម្មការបានរៀបចំកម្មវិធីគឺរហូតដល់ម៉ោង12យប់យើងបញ្ចប់កម្មវិធីហើយជាពិសេសគឺក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាវត្តស្វីសខេមរារាមប្រទេសស្វីសនេះគឺលោកអាចារ្យគណៈកម្មការបានរៀបចំនៅការលក់ជូននៅម្ហូបអាហារភេសជ្ជៈផ្សេងជូនដល់ញាតិញោមពុទ្ធបរិស័ទដើម្បីប្រមូលបច្ច័យទាំងអស់នោះមកជួយទ្រទ្រង់ជួយផ្គត់ផ្គង់និងកសាងវត្ត
สวิขเคมรารามโปรเตสวิสมอักนโมตเนียบอนเทวดาชนำทำไมประเนียงโกรเกตเตวีหนึ่งเยี่ยมจอกมาพลักโดยชนำจ้าโจโดยชนำทำไมขนมเป้ดอกไคลขังบกเนส่งเจอเย็นโยมาโจรู้ไม่บาดเจ้าก่อปู ขณะการชนะทำไมประเพณีจิตขมายยืนนี่โรงเรียนขยมการนักขยมบาทโบเบสมจุนโปดอลไปชีจุนขมายยืนเตียงขนมนักกระปฏิตูเตียงสกอลลูกต่อสมัยเมียนสระสุสดเมียนสเพียมังกรหรือบอลสกมหาประสากรบย่างจุนดอลบองปูนจุรมจิตขมายแต่ขนมนักกระปฏิสมัยบองปูนโดยประกอบโดยซอกให้นังประกอบโดยสระสุสดกบอยเมนโรเกียบเจติสมเทวดาชนำจักพลาเตอร์กับสมจุนโปโกนเจ้าให้เทวดาชนำทำไมได้เยี่ยงทำไมกับสมจุนโปบันทายบ่โกนเจ้าได้ปงรนในตูเตียงสกอลโลขนมเนียมเยอะเกี่ยวกับปรกแมนการพุทธศาสนาสมไปเทวดาชนำจักเทวดาชนำทำไมจุนโปดาวเกี่ยวกับปรกแมนจูบเตนสรกได้สุขได้จำนวนดอกสีการการวิกุมเจตจุมออกนี้สมออยประเทศจีนก็โดยเฉพาะประชาชนในขนมปฏิกรรมที่สวยเมียนสลายสุดสดายดังเมียนสุขสันต์เพียบต่อเนื่องแต่สมอนุโมทนีโอจังสมอนุโมทนีบนโจชนำทำไมประไปในเชียดขมายชนำสังสัพสะปุตตะสักราชปี1569ขนมอากาศชนำทำไมขนมเนียมองขยมประการนาธรรมเพียบลุนสวัสดปีวัดสวิเคมรารามประไปสวิคือโสมประเกณโปหนึ่งโสมจูนโปนะดอนประการนาประสองกรุบประอังหนึ่งเย็นโยมปตบรสัตบองปอนชวนรวมเชียงขมายแต่ขนมประเตแต่กลายประเตคือสมบานซ้อมประกอบจูประเตแต่หนึ่งสิกได้ซอกสูสได้สไรเมียงกัววิบอลซอกกรุบประกาปตโปตังบูนคืออายุวันนักสขะเปลียในการเมียนดอลประการนาประซองกรบประอังหนึ่งเยียดโยมปตบริษัทต่างลายกรบเตือตีสมัยเมียนตายสไรสูสได้สมัยเมียนตายสิกได้ซอกจำรานสมัยเมียนอายุแวนยืนยูสมอ้อยโรคซีตตูเตียนเมียนบานประกอบกิจการเงียไว้กับบานตตูเจียวใจให้เชียร์ปิไซขนมอากาศชนำทำไมสมเทวดาชนำทำไมประเนียงโกรเกตเทวีสมจูนโปใจนักเอาเงียบโยมต้องออกนี้เชียร์ปิไซในขนมประเทศกัมพูชีสมเอาเนียได้ดอลหายในสิ่งใดตกโตเซ็งก็สมไปรู้จักตกโตกรวดหนักเซ็งสมเอากัมพูชีเมียนในซักซ้ำแต่เพียบสัตว์ไรเพียบยุติทัวสังคมนังกากรบสัตว์มโนปัดประกอบสมเอาประเทศกัมพูชีเมียนการูปเชียบไอกับเพียบเชียบสักษาเชียบเติบประเทศกัมพูชีเยื้องเมียนสไรสูสไดเดการเชียนอย่างไปทัวสามกีกอมใบบักสามกีโดยเฉพาะขนมอากาศชนำทำไมสมยันโยมปรสไรสบายเรียเจียทลาขนมกาเฟิร์เตียนเรียซาเซลจำร้านเมตาพิวนีสมอนุโมทนีสมบานซับจำร้านแต่งออกนี้สมออกลเจียทำไมมันนอนเตียสมออกกุนในบอมโอนโจรเจียบานเจยมาจูรวมขนมกรรมวิธีบนโจชนำประไปในเจียขมายยืงได้หนึ่งปรบเฟอในไงเสาร์ที่ดอกผมบ้วนใครมีสายชนำปีปนไฟปรามในซาสลาเรียนคุมปีรีอย่างไรนนเนียมขยมจีเป็นบริษัทวัดสวิเคมารารามกระทรวงอกุนเราบางคนจุลเชียดบานในเจยมาจูรวมจีบสายชมนนเนียมขยมจะคืนทบองโปหนึ่งเจยมาจูรวมการวิธีบนนั้นบานเจริญก็โดยจะเรียนเราชนำยังโดยเช่นนนเนียมขยมก็สมทุกบนก็สอนในจูนดาวเตอปปการในจูนเมียนเงียดแต่การต้องปีสันดาสัตว์ขนมวิวัฒน์สังสา
ដែលបានបីការជំនឿខណ្ឌពីបច្ចុប្បន្នជាតិគឺសូមឲ្យមកទទួលចំណែកបនពីបងប្អូនចូលរួមជាតិដែលបានមកចូលរួមកម្មវិធីបនហ្នឹងឲ្យបានស្មើគ្នាបើបានហើយក៏សូមងាកក្រោមបែកខ្នងឲ្យពោសុខសោតកម្មមកដល់ប្រជាពលរដ្ឋខ្មែរដែលបានអញ្ជើញមកចូលរួមបនក៏ដូចមិនបានចូលរួមបនក៏សូមឲ្យរស់នៅប្រកបដោយសេចក្តីសុខសេចក្តីចម្រើនតិចតិចជុំដោយទឹកអមរិតទាំងអស់គ្នាជាពិសេសគឺជួបតែដំពោព្រះបុណ្យប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយសូមអនុមោទនាពោអញ្ចឹងសូមសម្ដែងថ្លែងអំណរអគុណណាຕົកជាមុនសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទបងប្អូនជនរួមជាតិខ្មែរនៅក្នុងប្រទេសស្វីសឬក៏នៅក្រៅប្រទេសស្វីសនានានឹងអញ្ជើញមកជួបជុំគ្នានៅនាទីអារាមវត្តស្វីសខេមរារាមប្រទេសស្វីសដែលនឹងធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខែចែកចូលឆ្នាំណាតាមចំណាំដែលយើងតែងតែទៅលេងវត្តបោះអង្គញ់ចោលឈុំទាញព្រាត់លាក់កន្សែងណាជាបុណ្យប្រពៃណីជាតិខ្មែរយើងអញ្ចឹងបុណ្យនេះគឺជាបុណ្យដ៏សំខាន់គឺធ្វើដើម្បីបង្កើតនៅការសាមគ្គីភាពជាតិការឯកភាពជាតិណាផ្សេងការរួបរวมការសាមគ្គីគ្នានិងជាបុណ្យដើម្បីរំលឹកនឹកដល់គុណបំណាច់នៃបព្វពាក្យវីរបុរសខ្មែរដែលបានបន្សល់ទុកនៅកេរមរតកស្នាដៃវប្បធម៌សិល្បៈប្រពៃណីណាតន្ត្រីផ្សេងគឺដើម្បីរក្សាការពារថែរក្សានៅប្រពៃណីនេះឲ្យបានគង់វង្សតរៀងទៅហើយបុណ្យនេះក៏ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាបុណ្យដែលធ្វើឡើងដើម្បីជាគេហៅថាជាការផ្លាស់ប្ដូរច្រើនពោជាការផ្លាស់ប្ដូរនៅទេវតាឆ្នាំចាស់ផ្លាស់ចូលទេវតាឆ្នាំថ្មីគឺព្រះនាងកូរគៈទេវីបុត្រីទី2នៃកបិលមហាព្រហ្មដែលនឹងយាងចុះមករក្សាបន្តណាពីឆ្នាំចាស់ទៅរយៈពេល1ឆ្នាំគឺ365ថ្ងៃដែលមានរយៈពេល12ខែចឹងជាហោហែគឺញាតិញោមដឹងហើយពី1ឆ្នាំទៅ1ឆ្នាំគឺវាលឿនណាស់ដូច្នេះយើងកុំឲ្យនៅពេលវេលាវាកន្លងរំលងផុតទៅដោយឥតប្រយោជន៍យើងត្រូវខិតខំធ្វើការងារខិតខំរៀនសូត្រជាពិសេសគឺខំធ្វើនៅអំពើល្អជាបុណ្យជាកុសលដើម្បីតម្កល់ទុកជប់លៀងនៅខ្សែជីវិតរបស់យើងឲ្យមានតម្លៃឲ្យមានន័យមានខ្លឹមសារព្រោះសេរី3ប្រការញាតិញោមដឹងហើយណាពេលព្រឹកពេលថ្ងៃនិងពេលយប់បើតាមរឿងចាក់រឿងកបិលមហាព្រហ្មគឺសេរី3ប្រការហ្នឹងគឺត្រង់ថាពេលព្រឹកស្ថិតនៅលើមុខណាគឺយើងត្រូវតែលុបមុខពេលក្រោកពីគេងណាត្រូវតែលុបមុខលុបមាត់អីចឹងទៅមានសេរីសួស្តីពេលថ្ងៃត្រង់គឺយើងយកទឹកលុបលាងនៅត្រង់ដើមទ្រូងដើម្បីឲ្យត្រជាក់ត្រជុំនៅក្នុងបេះដូងនៅក្នុងចិត្តនៅក្នុងរាងកាយរបស់យើងហើយនៅពេលយប់មុនចូលគេងយើងត្រូវលាងជើងសម្អាតជើងក្រែងលោវាប្រឡាក់ដីណាផ្សេងទៅយើងចូលគេងទៅវាប្រឡាក់ប្រលោះដោយកន្លែងវាមិនស្អាតមិនល្អវាបង្កទៅជារោគជាអពមង្គលគ្មានសេរីសួស្តីនឹងក្នុងអត្តន័យណាដែលជាអត្ថានុរូបនិងអត្ថាបដិរូបនៃរឿងកបិលមហាព្រហ្មដែលដោះប្រស្នាណាជាមួយនឹងធម្មបាលកុមារណាធម្មបាលកុមារដែលដោះប្រស្នាជាមួយកបិលមហាព្រហ្មតាមអត្តន័យនៃរឿងក្នុងកពីដែលមានចែងគឺរឿងក្នុងការផ្លាស់ប្ដូរឆ្នាំថ្មីហ្នឹងដែលកបិលមហាព្រហ្មក៏មានបុត្រីទាំង7រូបណាដែលដោយសារតែកបិលមហាព្រហ្មហ្នឹងភ្នាល់ចាញ់នៅធម្មបាលកុមារដូច្នេះហើយព្រះសេរសាណាគឺព្រះសេរសាកុបិលមហាព្រហ្មនេះគឺគាត់កាត់ណាគាត់សន្យាហើយគាត់ធ្វើគាត់ថាបើសិនជាចាញ់ប្រស្នានឹងធម្មបាលកុមារគាត់សន្យានឹងកាត់កកគាត់ចោលណាមិនសន្យាដូចហ៊ុនសែនទេណា
នសែនសន្យាថាបើកាពីប្រៃឈើមិនបានកាត់កកកាត់ចោលណាប៉ុន្តែប្រៃឈើខ្មែរញាតិញោមមើលទៅអស់ហើយចឹងអត់គោរពពាក្យសច្ចៈតែក៏បាល់មហាព្រំនេះគាត់គោរពពាក្យសច្ចៈណាគាត់ដោះប្រស្នាគាត់ចោតស៊ូជាប្រស្នាដល់ធម្មបាលកុមារហើយធម្មបាលកុមារឆ្លើយដោះប្រស្នាចេញអំពីសេរី3ប្រការហ្នឹងសេរី3ប្រការស្ថិតនៅត្រង់ណាចឹងធម្មបាលកុមារឆ្លើយត្រូវទាំង3ប្រស្នាហ្នឹងពេលព្រឹកពេលថ្ងៃពេលយប់ហ្នឹងគឺសេរីស្ថិតនៅនឹងមុខនឹងទ្រូងនឹងជើងហ្នឹងចឹងព្រះសេរសាក្បិលមហាព្រំនេះបើសិនជាបោះទៅលើទឹកសមុទ្រនឹងរិញបើបោះទៅលើព្រឹត្តពីផែនដីនឹងឆេះដូច្នេះហើយបានជាត្រូវថែរក្សានៅឋានចតុមហារាជការនៅតម្កល់ទុកដោយកបិលមហាដោយបុត្រីកបិលមហាព្រំទាំង7រូបហ្នឹងត្រូវមានទូនាទីថែរក្សាណានៅព្រះសេរសារបស់ព្រះបិតាប៉ុន្តែនេះគ្រាន់តែជារឿងទេវកថាក្នុងនិទានណាបែបរឿងព្រហ្មញ្ញសាសនាញាតិញោមបើយើងនិយាយអត្តន័យតាមអ្វីដែលសង្គមខ្មែរយើងពពាកវិរៈបុរសខ្មែរយើងបានកសាងប្រាសាទបុរាណរាប់ពាន់ប្រាសាទមានអង្គរវត្តមានអង្គរធំដែលយើងហៅថាប្រាសាទបាយ័នមុខ4នោះគឺមានកសាងនៅណារូបព្រំមុខ4នៅកពូលប្រាសាទទាំង9នោះគឺមានសុទ្ធតែព្រំមុខ4ចឹងព្រំមុខ4នេះគឺតំណាងឲ្យព្រំវិហារធម៌4ណាញាតិញោមគឺមេត្តាករណាមុទិតានិងឧបេក្ខាចឹងសំដៅលើអ្នកដឹកនាំអ្នកគ្រប់គ្រងប្រទេសជាតិក៏ដោយក្រុមហ៊ុនក៏ដោយគ្រួសារក៏ដោយអ្វីក៏ដោយឲ្យតែយើងជាអ្នកដឹកនាំគេដូចជាឪពុកម្ដាយគេដូចជាលោកគ្រូបាអាចារ្យគេណាឬក៏ជានាយករដ្ឋមន្ត្រីប្រធានាធិបតីមន្ត្រីរាជការផ្សេងយើងដាច់ខាតត្រូវតែមានមុខ4មានព្រហ្មវិហារធម៌4គឺកុំចេះតែមោហៈអវិជ្ជាល្ងងខ្លៅដោយជឿណាតាមការញុះញង់របស់តាមការបោកប្រាស់តាមការនិយាយពាក្យមិនពិតរបស់អ្នកដទៃគេចាក់គេចុចគេអុចគេអាលណាផ្សេងយើងត្រូវមានមុខ4គឺមើលឲ្យគ្រប់ជ្រុងជាភាសាគឺមានមេត្តាសេចក្តីរាប់អានករណាសេចក្តីអាណិតអាសូរមុទិតាគឺមានចិត្តសន្តោសប្រោសប្រណីនិងឧបេក្ខាមានចិត្តជាកណ្ដាលណាកុំស្រឡាញ់ខាងនេះកុំស្អប់ខាងនោះគឺផ្លូវកណ្ដាលគឺសំដៅលើអព្យាក្រឹតនេះតាមអត្តន័យនៃព្រហ្មមុខ4ក្នុងព្រះពុទ្ធសាសនាច្រើនពោលអញ្ចឹងលក្ខណៈពិសេសនៃវប្បធម៌ខ្មែរអរិយធម៌ខ្មែរយើងគឺដូនតាបានកសាងនៅប្រាសាទបុរាណដែលមានអត្តន័យទាំងសាសននិយមទាំងជាតិនិយមគឺឲ្យមេដឹកនាំណាស្នេហាជាតិស្រឡាញ់ជាតិការពារជាតិញាតិញោមដឹងហើយគឺប្រាសាទរាប់ពាន់ប្រាសាទរបស់ខ្មែរយើងដែលបានបន្សល់ទុកជាភាសាគឺប្រាសាទបាយ័ននេះគឺល្បីល្បាញណាស់មានអត្តន័យទាំងពុទ្ធចក្រទាំងអាណាចក្រច្រើនពោទាំងសាសនាទាំងបែបសាសនាទាំងផ្នែកទេវកថាទាំងផ្នែកវប្បធម៌អរិយធម៌សិល្បៈចម្លាក់របស់ខ្មែរចឹងត្រូវតែមានព្រហ្មវិហារធម៌4មេដឹកនាំទៅប្រទេសជាតិទៅសង្គមជាតិបានរីកចម្រើនបានជឿនលឿនបានសុខសប្បាយញាតិញោមហើយផងដែរញាតិញោមឃើញជាហោហែហើយគឺប្រាសាទបុរាណខ្មែរមួយចំនួនណាកំពុងតែមានការបាត់បង់ដោយសារតែមានការបាត់បង់ទឹកដីដូចជាប្រាសាទតាមឿនតូចតាមឿនធំប្រាសាទតាក្របីបច្ចុប្បន្នយើងឃើញកងទ័ពថៃយើងឃើញរដ្ឋាភិបាលថៃគឺមានការរំលោភឈ្លានពានរករៀនមកទន្ទ្រានកាន់កាប់ដល់ប្រាសាទរបស់ខ្មែរអញ្ចឹងយើងជាខ្មែរយើងត្រូវតែចូលរួមសាមគ្គីកសាងការពារទៀមទាណានៅ
អ្វីដែលជាគេមរតកអ្វីដែលជាទឹកដីអ្វីជាប្រាសាទរបស់ខ្មែរយើងត្រូវតែថែទាំឲ្យបានគួរវងនេះជាអត្ថន័យនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងដែរចឹងជាហោហាញាតិញោមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោងឆ្នាំចាស់ណាផ្លាស់ចូលឆ្នាំថ្មីគឺឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025វត្តស្វេសខេមរារាមប្រទេសស្វេសនឹងរៀបចំធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះនៅថ្ងៃ7រោចណាត្រូវនៅថ្ងៃសៅរ៍ទី19ខែមេសាឆ្នាំ2025គឺយើងធ្វើនៅមុខវត្តក្នុងភូមិពេរីអាស័យដ្ឋានសង្ឃ Communal A Sportif Rui Dui Collectis CA Vangsis Rothua Peri សូមអញ្ជើញញាតិញោមគ្រប់ទិសទីមកចូលរួមឲ្យបានច្រើនកកត្រេកអរអនុមោទនាជ្រះថ្លាក្នុងបុណ្យកុសលតម្កល់ចិត្តចេតនាជ្រះថ្លាក្នុងទានសិលភាវនាដើម្បីរួបរวมគ្នាថែរក្សាការពារប្រពៃណីវប្បធម៌ជាតិសាសនាមរតកខេមរារបស់ខ្មែរយើងនៅលើទឹកដីនៃប្រទេសស្វេសនៅតំបន់សហគមន៍អឺរ៉ុបដើម្បីជួបជុំសហគមន៍ខ្មែរច្រៀងរាំកំសាន្តសប្បាយរីករាយជាមួយនឹងសិល្បៈតន្ត្រីសម័យណាមកពីខេត្តមូលូប្រទេសបារាំងហើយនឹងទេសនាផ្ទៀងទេសនីយភាពរបាំបុរាណខ្មែរដែលសម្ដែងដោយកូនខ្មែរកើតនៅលើទឹកដីនៃប្រទេសស្វេសណាចូលរួមសប្បាយរីករាយទាំងអស់គ្នាដើម្បីមានសេរីសួស្តីដើម្បីបានប្រមូលបច្ច័យមកជួយទ្រទ្រង់ផ្គត់ផ្គង់និងកសាងវត្តស្វេសខេមរារាមប្រទេសស្វេសហើយសូមបញ្ជាក់ថ្ងៃបុណ្យចូលឆ្នាំនោះគឺមានប្រសង់ច្រើនអង្គទាំងប្រសង់នៅប្រទេសស្វេសប្រទេសបារាំងនិងនិមន្តមកពីប្រទេសកម្ពុជាអញ្ចឹងយើងត្រៀមលក្ខណៈទាំងអស់គ្នាគឺមានម្ហូបអាហារភ្ញីផ្កានិងមានបច្ច័យកម្រៃជាបុណ្យដើម្បីដាក់បាតណារៀបបាតប្រគេនប្រសង់ឲ្យទៅបុណ្យកុសលដល់បុព្វការីជនទាំងឡាយមួយផ្នែកទៀតដើម្បីសេចក្តីសុខចម្រើនដែលកើតមកអំពីបុណ្យកុសលចឹងជូនពរឆ្នាំថ្មីសិរីសួស្តីឆ្នាំថ្មីអាយុវណ្ណៈសុខៈពលៈកើតមានដល់លោកអ្នកទាំងឡាយបានសុខសប្បាយតរៀងទៅសូមអនុមោទនា